បងប្អូនពុកម៉ែមីយុទ្ធតាបានជាពិសេសបងប្អូនដែលនិយមលេងឆ្នោតយួនបានមិនថាឆ្នោតយួនចាស់ឬក៏ឆ្នោតយួនថ្មីទេបាទទាំងអស់គ្នាជាទីគោរពស្រឡាញ់រាប់អានបាទអញ្ចឹងសម្រាប់តម្រូវឆ្នោតយួនគ្រូធំថ្ងៃទី19ខែ7នេះបើយើងនៅតែបន្តរៀបចំនិងធ្វើការសម្រិតសម្រាំងនៅតម្រុយលេខបាទដើម្បីយកមកធ្វើការចែកជូនទៅកាន់ពុកម៉ែមីដែលតែគ្រប់គ្រងបាទនឹងតាមដានចំណែកខ្ញុំបាទជារៀងរាល់ថ្ងៃបងប្អូនក៏នឹងទទួលបាននៅតម្រុយលេខល្អៗលេខពិសេសដើម្បីយកទៅធ្វើការផ្សងសំណាងផងដែរហើយពុកម៉ែមីបងប្អូនដែលបានទស្សនាហើយដែលមិនទាន់បានចុចជាឬចុច Subscribe នឹងបងប្អូនក៏សូមជួយចុចម្នាក់មួយទៅបាទដើម្បីវាអត់ខាតបងទេបងប្អូនបានទៅពេលដែលបងចុច Subscribe ឬចុចជាដាក់សញ្ញារូបកណ្ដឹងទៅគឺបងប្អូននឹងទទួលបាននៅតម្រុយលេខបាទពី Channel ខ្ញុំបាទជារាល់ថ្ងៃហើយវាក៏ជាផ្នែកមួយផងដែរដើម្បីជាការផ្ដល់ជាកម្លាំងចិត្តឲ្យខ្ញុំបាទដើម្បីរៀបចំចែកជូនបងប្អូននៅវីដេអូតម្រុយឆ្នោតជូនឲ្យបងប្អូនទស្សនាផងដែរបាទហើយតើតើនឹងការចែកជូននៅលេខពិសេសលេខតម្រុយនេះគឺអត់មានគិតលុយគិតកាពីបងប្អូនទេបាទគឺចែកជូនបងប្អូន free តែម្ដងបងប្អូនសូមកុំភ្លេចតាមដានវីដេអូនឹងតាំងពីដើមរហូតដល់ចប់ទាំងអស់គ្នាបាទយើងចូលទៅកាន់តម្រុយរបស់យើងតែម្ដងសម្រាប់ថ្ងៃទី19នេះសម្រាប់ឆ្នោតយួនវេលាម៉ោង10កន្លះបាទចំពោះបងប្អូនដែលនិយមលេងអូខ្ទង់បាទសម្រាប់ព្រឹកនេះគឺសូមធ្វើការអូសនៅខ្ទង់5និងខ្ទង់6បាទហើយចំណែកឯលេខត្រី ABCD ហ្នឹងយើងលេខបាទយើងយក54 56ហើយចំណែកឯខ្ទង់6នេះគឺយើងយក67 68បាទ67និង68ត្រី ABCD បាទសម្រាប់បងប្អូនដែលលេងឆ្នោតយួនចាស់មក1កន្លះវិញបាទចំពោះលេខអុកទងយើងអុកទង0និងទង10ចំណែកឯលេខត្រីពុះ ABCD នេះយើងយក08 09ហើយចំណែក10នេះយើងយក10គាត់11បុក ABCD ដូចគ្នាបងប្អូនបាទខាងលើនេះគឺជាតម្រុយឆ្នោតយួនថ្មីបាទហើយសម្រាប់តម្រុយឆ្នោតយួនចាំងវិញក៏យើងមាននៅតម្រុយលេខល្អៗឲ្យបងប្អូនទស្សនាផងដែរបងប្អូនកុំភ្លេចបាទជួយចុចជាចុច Subscribe និងដាក់សញ្ញារូបកណ្ដឹងម្នាក់មួយផងបាទសម្រាប់ម៉ោង4កន្លះថ្ងៃទី19សម្រាប់ឆ្នោតយួនចាស់បងប្អូនបាទខ្ទង់ល្អដែលបងប្អូនគួរតែធ្វើការអូនហ្នឹងគឺយើងធ្វើការអូខ្ទង់7និងខ្ទង់8បាទចំពោះលេខបុកគឺយើងបុក8គាត់81ចំណែកខ្ទង់7វិញសូមពុកម៉ែមីងបុក72 73បាទសម្រាប់ម៉ោង6កន្លះវិញបាទយើងលេងបាទខ្ទង់5និងសូមធ្វើការលេងខ្ទង់20ចំពោះខ្ទង់5នេះបាទអ្នកទាំងអស់គ្នាបាទគឺយើងបុក57 58ហើយចំណែកខ្ទង់20នេះយើងយក24 29ណាចឹងអរគុណលោកយុលតាបងប្អូនដែលតែងតែគ្រប់គ្រងនិងតាមដានបាទហើយក៏សូមជូនពរអ្នកទាំងអស់គ្នាបានទទួលនៅលាភសំណាងបានទទួលនៅលុយបាទពីឆ្នោតទាំងអស់គ្នាបាទសូមអរគុណសូមគោរពលា